បើអត់មានក្តីសម័យទេកុំមកកំពង់សោមអីឬក៏ក្រុងព្រះសីហនុ ហេតុអីបានជាមានពាក្យស្លោកអញ្ចឹងចេញពីជនជាតិចិនហើយមួយរយៈនេះឃើញមានការផ្ទុះពាក្យនឹងឡើងវិញដោយសារតែយើងឃើញស្លារបស់ជនជាតិចិននៅកំពង់សោមហ្នឹងគឺគាត់ដាក់ពាក្យស្លោកបែបហ្នឹងតាមពិតទៅវាមានសាច់រឿងរបស់វាហើយមែនតែនពាក្យស្លោកមួយនេះគឺផ្ទុះតាំងពីជំនាន់មុននឹងទៀតគឺយូរមែនតែនតាំងពីមុនកូវីដតាំងពីជំនាន់ចិនតែចាប់ផ្ដើមចូលខ្មែរដំបូងហ្នឹងពួកជនជាតិចិនដែលគាត់មកខ្មែរឬមួយក៏ចង់តាក់ទាញអ្នកដែលមកខ្មែរគាត់តែងតែនិយាយអញ្ចឹងថាបើសិនជាអត់មានក្តីសម័យទេគឺកុំមកក្រុងប្រសេះនោះអីមែនតើជំនាន់ហ្នឹងគឺគេអត់គិតរឿង scam រឿងអីទេពេលហ្នឹងដោយសារតែវិស័យចំណេញវត្ថុយើងសុកផ្ទុះខ្លាំងមែនតើហើយជនជាតិចិនដែលចំណេញលុយពីពេលហ្នឹងក៏ច្រើនដែរហើយគេមានគោលគំនិតហ្នឹងគឺមិនមែនសុកគេមានទេការហ្នឹងជនជាតិចិនគឺគាត់ប្រៀបធៀបកំពង់សោមយើងក្រុងព្រះសីហនុយើងហ្នឹងដូចទៅនឹងសិនចិនរបស់គាត់ចឹងហើយនៅស្រុកចិនហ្នឹងគឺមានមនុស្សជាច្រើនដែលបានខកឱកាសនៃការរកស៊ីមានបានជំនាន់ពេលដែលសិនចិនបើកចំហណាយើងដឹងស្រាប់ហើយជនជាតិនៅប្រទេសចិនជំនាន់បដិវត្តន៍គឺបិទផ្ទប់ចិនមែនតែនគឺអត់មានការបើកចំហទៅខាងក្រៅទេចង់វិនិយោគស្រុកចិនក៏ពិបាកដែរមុនតឹងសៀវភីងគាត់ឡើងណាការម៉ាស៊ីតុងគាត់កាន់ហ្នឹងគឺផ្ដោតទៅលើកសិកម្មឬក៏អឺវិស័យផ្សេងទៀតហើយក៏មិនបើកឲ្យជនជាតិបរទេសជាពិសេសពួកមកពីភាគខាងលិចហ្នឹងពួកយុរ៉ុបឬមួយក៏អាមេរិកហ្នឹងមកទេក្រោយមកពេលដែលតឹងសៀវភីងប្រធានាធិបតីចិនតឹងសៀវភីងឡើងគាត់ផ្លាស់ប្ដូរផ្នត់គំនិតដែលបែបការគ្រប់គ្រងកុម្មុយនីសសុទ្ធហ្នឹងមកពីនៅតែរក្សាប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋាភិបាលដដែលប៉ុន្តែគឺគាត់ចាប់ផ្ដើមធ្វើតេស្តបើកចំហទីផ្សារសេរីអញ្ចឹងយើងនិយាយថាចិនជា socialist country ជាសង្គមនិយមប៉ុន្តែជាប្រទេសដែលអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីហើយពេលជំនាន់ហ្នឹងគឺគេអត់មានអ្នកគេគ្រប់គ្រងទេជាទូទៅដោយសារតែនៅតែមានផ្នត់គំនិតកុម្មុយនីសយើងនិយាយជាសាមញ្ញទៅពេលដែលតឹងសៀវភីងឡើងគាត់អត់ទាន់ហ៊ានអនុវត្តអាហ្នឹងទូទាំងប្រទេសចិនទេគឺគាត់ចាប់ផ្ដើមមុនគេគឺចេញពីសិនចិននឹងឯងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបង្កើតការតាក់ទាញដើម្បីវិនិយោគនៅក្នុងស្រុកចិនហ្នឹងអញ្ចឹងចំនួនប៉ែតជាងហ្នឹងមកហ្នឹងគឺមានសន្ទុះរីកចម្រើនច្រើនមែនទែននៅទីក្រុងសិនចិនហ្នឹងពីគេនិយាយថាពីទីក្រុងនេសាទទៅជាទីក្រុងឧស្សាហកម្មទៅជាទីក្រុងបច្ចេកវិទ្យានឹងឯងអញ្ចឹងសិនចិនពីមុនគឺជាទីក្រុងអឺស្ទួយនិយាយទៅបានផលពីនេសាទទេជាភូមិដែលអត់មានការអភិវឌ្ឍសោះអញ្ចឹងហើយអាប៉ែតជាងកៅជាងហ្នឹងគឺមានសន្ទុះរីកចម្រើនមែនទែនដែលធ្វើឲ្យមានអ្នកមានជាច្រើនក៏កកើតឡើងដែរហើយបានគេនិយាយថាមានជនជាតិចិនជាច្រើនដែលគាត់ស្ដាយឱកាសហ្នឹងមែនទែនឱកាសមាសព្រោះ Golden Age ហ្នឹងវាអត់មានយូរអង្វែងទេមានតែ10 20 30ឆ្នាំដល់ពេលឥឡូវចង់ចាប់ផ្ដើមក៏អត់ស្រួលដែរដោយសារតែចិនឥឡូវមានការប្រកួតប្រជែងខ្ពស់ទីផ្សារអីហ្នឹងមិនស្រួលនឹងការជ្រៀតចូលទេអញ្ចឹងហើយបានជាចំនួន2017 18ហ្នឹងខ្មែរយើងតែចាប់ផ្ដើមគេហៅកម្រើកវិស័យចលនាវត្ថុចាប់ផ្ដើមដែលជនជាតិចិនមួយចំនួនគាត់មើលឃើញថាកំពង់សោមគឺជាទីតាំងល្អមួយសម្រាប់ការអភិវឌ្ឍក្នុងវិស័យរោងចក្រឧស្សាហកម្មអីហ្នឹងហើយពេលហ្នឹងមានការដាក់ទុនជាច្រើនដើម្បីតាក់ទាញអឺបង្កើតឱកាសនៅកំពង់សោមអញ្ចឹងហើយពេលហ្នឹងគេចង់តាក់ទាញជនជាតិចិនទាំងបើយើងនិយាយទៅទាំងតកែទាំងអ្នកធ្វើការអីហ្នឹងគឺគេប្រើពាក្យស្លោកមួយហ្នឹងបើសិនជាអ្នកឯងអត់មានក្តីសង្ឃឹមមានក្តីសម័យទេក្តីសុបិនទេគឺកុំមកកំពង់សោមអីគឺគេចង់និយាយថាកំពង់សោមគឺជាឱកាសមាសឱកាសពេជ្រក្នុងជំនាន់ហ្នឹងដើម្បីអីគេដោយសារអីយើងខកឱកាសក្នុងការក្លាយជាអ្នកមាននៃជំនាន់ពេលដែលសិនចិនតឹមមួយងើបពេលដែលចិនតឹមមកបើកចំហព្រោះយើងដឹងហើយថាសិនចិនបើកចំហដំបូងគេនៅប្រទេសចិនហ្នឹងបានបន្ទាប់មក model ហ្នឹងរីកចម្រើនជោគជ័យហើយបានគេសាយភាយទូទាំងប្រទេសចិនយកគេហៅថារបបទីផ្សារសេរីសេដ្ឋកិច្ចសេរីហ្នឹង
ដល់ពេលអញ្ចឹងនាំគ្នាតាក់ទាញប្រើពាក្យស្លោកដើម្បីតាក់ទាញឲ្យចិនមកថែមទៀតនៅក្នុងទីក្រុងកំពង់សោមហ្នឹងអាហ្នឹងបានជាមូលហេតុហើយជំនាន់ហ្នឹងពេលខ្ញុំឆែកមើលបណ្ដាញសង្គមចិនគឺផ្ទុះតាំងពីពេលហ្នឹងជនជាតិចិនចូលចិត្តធ្វើវីដេអូចែកម្លែកពាក់ព័ន្ធជាមួយថាបើខកឱកាសមាសនៅសិនចិនឥឡូវនេះគឺជាឱកាសមាសដែលយើងអាចចាប់បាននៅទីក្រុងកំពង់សោមឬក៏ក្រុងបរសៃហនុហ្នឹងបាននៅក្នុងក្រុងកំពង់សោមខ្លះនៅតែមានស្លាកពាក់ព័ន្ធជាមួយនឹងគេដាក់តាក់ទងបើអត់មានក្តីសុបិនទេគឺក៏មកកំពង់សោមអីហ្នឹងអញ្ចឹងរឿងហ្នឹងគឺជារឿងមួយដែលវាកើតតាំងពីមុនកូវីដទៅទៀតតាំងពីមុនគេហៅថាតាំងពីជំនាន់ដែលកំពុងតែផ្ទុះខ្លាំងលើការទិញលក់អចលនវត្ថុអញ្ចឹងអានេះគឺជាយុទ្ធសាស្ត្រទីផ្សាររបស់ចិនដែរព្រោះអ្នកខ្លះបង្កើតដំណឹងមកដើម្បីតាក់ទាញឲ្យចិនមកហើយពេលចិនមកគឺគាត់លក់គាត់ទិញអចលនវត្ថុពីខ្មែរគាត់លក់ឲ្យគ្នាគាត់ដើម្បីចំណេញប្រាក់ហ្នឹងឯងចឹងថាតើកំពង់សោមអាចខ្លាយទៅជាសិនចិនអត់អាហ្នឹងអាស្រ័យទៅលើគោលនយោបាយដែរហើយអាស្រ័យទៅលើវិជាជនរបស់យើងផងព្រោះមែនតើទៅខ្មែរយើងគឺមានឱកាសសក្តានុពលច្រើនប៉ុន្តែអ្វីដែលសំខាន់គឺថាតើយើងអាចចាប់សក្តានុពលនឹងបានដោយវិធីណាបើសិនជាគេចង់បើហុងចាក់យើងមានធនធានមនុស្សឲ្យគេគ្រប់គ្រាន់អត់យើងមានធនធានអីខ្លះដើម្បីតាក់ទាញអាហ្នឹងគឺអាស្រ័យទៅលើយើងទាំងអស់គ្នាព្រោះអត់អាចមានតែម្នាក់ដើម្បីធ្វើការងារនេះឲ្យបានទៅមុខទេហើយមួយរយៈចុងក្រោយនេះបន្ទាប់ពីកូវីដកំពុងសោមយើងឃើញថាមានអាគារដែលຕົកចោលជាច្រើនសង់អត់អស់ដែលចិនរត់បាត់មុនពេលដែលកូវីដហ្នឹងក្រោយមករដ្ឋាភិបាលចាប់ផ្ដើមឲ្យមានយន្តការដល់ស្រេចគឺលើកទឹកចិត្តលើការលើកលែងពន្ធឬមួយក៏ការលើកផ្ដល់លើការលើកទឹកចិត្តវិនិយោគមួយចំនួនច្រើនទៀតតែឥឡូវយើងចាប់ផ្ដើមឃើញអាគារមួយចំនួនចាប់ផ្ដើមមានការកម្រើកឡើងវិញហើយសង្ឃឹមថាយើងទាំងអស់គ្នានឹងជួយគ្នាទៅវិញទៅមកដើម្បីលើកមុខមាត់ប្រទេសយើងឡើងវិញវាមានអីល្អជាងតាក់ទាញរោងចក្រតាក់ទាញ business ដែលជាប្រភេទឧស្សាហកម្មមកឲ្យបានច្រើនទេដើម្បីខ្លាយកំពង់សោមនឹងឲ្យខ្លាយទៅដូចសិនចិនព្រោះសិនចិនវាចម្រើនដោយសារតែឧស្សាហកម្មច្រើនតំបន់សេដ្ឋកិច្ចពិសេសច្រើនហើយយើងដឹងហើយសិនចិនខ្លាំងដោយសារតែទីក្រុងហ្នឹងគឺជាទីក្រុង technology មួយអញ្ចឹងឲ្យតែរោងចក្រពាក់ព័ន្ធជាមួយគ្រឿងអេឡិចត្រូនិកគឺនៅសិនចិនហ្នឹងឯងយើងសង្ឃឹមថាកំពង់សោមយើងឲ្យដូចមាត់ដែលថាជនជាតិចិននិយាយចោះនឹងមានរោងចក្រជាច្រើនមកហើយរោងចក្របច្ចេកវិទ្យាទៀតអាហ្នឹងយើងទៅលឿនមែនតើអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាតើកំពង់សោមយើងអាចដូចនឹងសិនចិន